តព្រៃវែងថ្ងៃទី30 ខែមីនាឆ្នាំ2025នៅឃុំពាមន្ទាបានរៀបចំពិធីសពរស្ធសម្រាប់ការសិក្សាអប់រំនិងរៀបចំសម្ភារៈសិក្សាជាអំណោយជូនដល់សិស្សានុសិស្សដែលខ្វះខាតចំនួន1085នាក់ចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់អនុវិទ្យាល័យចំនួន12សាលារៀនស្ថិតក្នុងឃុំពាមន្ទានិងគោកខ្យកហើយបានឧបត្ថម្ភអំណោយជូនដល់លោកគ្រូអ្នកគ្រូនិងចាស់ៗចំនួន350នាក់ដែលសរុបទាំងអស់មានចំនួន1435នាក់ដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯកខេងសាវីបុតប្រធានលេខាធិការដ្ឋានកិច្ចការទីប្រឹក្សានិងជំនួយការនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពាមន្ទានិងលោកជំទាវព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំលេខាធិការដ្ឋានឯកឧត្តមលោកជំទាវលោកស្រីទីប្រឹក្សាក្រុមការងារនិងសប្បុរសជនដែលអំណោយទាំងនោះរួមមានសម្ភារៈសិក្សាសម្ភារៈប្រើប្រាស់និងថវិកាមួយចំនួនហើយបានបែងចែកជូនតាមសមាជិកភាពដូចតទៅជូនលោកគ្រូអ្នកគ្រូក្រុមប្រឹក្សាឃុំភូមិចំនួន150កញ្ចប់ស្មើនឹង3,75,000រៀលជូនចាស់ចំនួន200កញ្ចប់ស្មើនឹង3លានរៀលជូនសិស្សានុសិស្សចំនួន1085កញ្ចប់ស្មើនឹង21,91,700រៀលឧបត្ថម្ភតុថ្មសម្រាប់ដាក់តាមសាលារៀនទាំង8ប៉ុស្តិ៍នគរបាលរដ្ឋបាលនិងរដ្ឋបាលឃុំចំនួន10ឈុតស្មើនឹង7,40,000រៀលប្រគេនបច្ច័យសម្រាប់ព្រះសង្ឃបូកនឹងបច្ច័យកសាងវត្តចំនួន3វត្តមានចំនួន1,50,000រៀលដោះស្រាយសំណើស្នើសុំរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលនិងស្នាក់ការបកឃុំនៅ printer ចំនួន2គ្រឿងនិងកុំព្យូទ័រលើតុចំនួន1គ្រឿងស្មើនឹង2,80,000រៀលដោះស្រាយសំណើរបស់សាលាបឋមសិក្សាតាកែវចំនួន50,000រៀលនិងសាលាបឋមសិក្សាខ្លំចំនួន50,000រៀលអាហារសម្រន់និងចំណាយផ្សេងៗចំនួន6,24,000រៀលថ្លែងក្នុងពិធីនេះឯកឧត្តមបានមានប្រសាសន៍ថាយើងទាំងអស់គ្នាត្រូវបណ្ដុះទម្លាប់ល្អដល់កុមារដែលជាទំពាំងស្នងឫស្សីភាពស្អាតនៃរាងកាយការស្លៀកពាក់របៀបហូបអាហារការប្រើប្រាស់សម្ភារៈសិក្សាការជួលបន្ទប់ទឹកការលាងសម្អាតដៃរបៀបសំពះសុភាពរាបសារសេចក្តីក្លាហានក្នុងការនិយាយនិងការទំនាក់ទំនងរវាងកុមារនិងកុមារជាដើមឯកឧត្តមក៏បានសំណូមពរយ៉ាងទទូចចំពោះមាតាបិតាអាណាព្យាបាលលោកគ្រូអ្នកគ្រូមេត្តាជួយត្រួតពិនិត្យសុខភាពនិងអនាម័យរបស់សិស្សានុសិស្សរួមមានអាហារដ្ឋានមានផាសុកភាពកន្លែងញ៉ាំអាហារស្អាតអ្នកលក់មានឯកសណ្ឋានហាមមិនអោយចំណីមានសារជាតិផ្អែមខ្លាំងប្រៃខ្លាំងខ្លាញ់ច្រើននិងភេសជ្ជៈមានសារធាតុប៉ូវកម្លាំងបង្រៀនសិស្សឲ្យចេះពិនិត្យលេខកូដប្រទេសថ្ងៃខែឆ្នាំផុតកំណត់និងត្រួតពិនិត្យចំណីអាហារលើការកំណត់ឬដុតកំទេចចោលជាទីបញ្ចប់ឯកឧត្តមសូមប្រសិទ្ធពរជូនឯកឧត្តមលោកជំទាវអ្នកអុកញ៉ាលោកស្រីជាទីប្រឹក្សានិងជំនួយការក្រសួងមហាផ្ទៃសប្បុរសជនអាជ្ញាធរមូលដ្ឋានប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំពាមន្ទាដែលបានអញ្ជើញចូលរួមក្នុងពិធីនេះសូមបានសមប្រកបតែនឹងពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយថវិកាសរុបក្នុងពិធីនេះមានចំនួន47,60,000រៀលតារា Cambodia News